ច្បាប់ស្រុកទាញវាដើរទៅតាមសម័យកាលឥឡូវនិយាយពាក្យមួយនិយាយរឿងមួយចុះខ្លួនឯងត្រូវតែបដូរខ្លួនឯងអ្នកខ្លះគាត់អាចបដូរអីបានច្បាប់ស្រុកទាញអនុវត្តដែរនឹងអត់បានផលវាត្រូវបដូរបរិបទនៃការអនុវត្តអញ្ចឹងបានចេញជាខុសច្បាប់ស្រុកទាញយក9ហ្នឹងដោយសារថាពលវាដូរអញ្ចឹងយើងត្រូវដូរបរិបទដូចគ្នាហើយដូចម៉ែនិយាយអញ្ចឹងហើយចង់ឲ្យខ្លួនយើងអាចដើរបានគ្រប់អានេះ keyword ដ៏សំខាន់មនុស្សនៅពេលដែលមនុស្សដែលឡើងដែលកំពុងតែមានជីវិតល្អហើយតែភ្លេចខ្លួនអានេះយើងចំណាំឃើញហ្មងអ្នកខ្លះឡើងមិនទាន់បានអីតិចតួចផងភ្លេចខ្លួនចាប់បានទិញក្រៅលូច្បាប់ស្រុកទាញវាយ៉ាប់ត្រង់ថាយើងត្រូវខ្វៀលចិត្តខ្លួនឯងខ្លាំងមែនតើចាខ្លាំងមែនតើរហូតដល់មនុស្សដែលគ្មានភាពអំណត់នឹងការតស៊ូការមូលមុតខ្លាំងបំផុតអនុវត្តច្បាប់ស្រុកទាញអត់បានជោគជ័យទេចាអត់អនុវត្តច្បាប់ស្រុកទាញបានជោគជ័យទេដោយសារអីដោយសារយើងចូលចិត្តអ្វីដែលងាយយើងអត់អាចបដូរទម្លាប់ចាស់ដូចសម្រាប់យើងច្បាប់ស្រុកទាញយក9អញ្ចឹងវាអាស្រ័យទៅលើអត្តចរិតម្នាក់ម្នាក់បើសិនជាអ្នកប្រើច្បាប់ស្រុកទាញអមទៅជាមួយយក9បើសិនជាអ្នកដែលមានផ្លូវចិត្តដែលល្អហើយអ្នកនឹងរុងរឿងខ្លាំងទោះបីជោគរិស័យអ្នកមិនមែននៅក្នុងគេហៅថាត្រូវនឹងយក9ក៏យើងប៉ះតិចហើយយើងនឹងមានភាពរីកចម្រើនដូចគ្នាឲ្យតែយើងដើរទៅឲ្យត្រសងមនុស្សមួយចំនួនចង់ដែលឡើងហើយចង់បានភាពដដែលឧបមាថ្ងៃនេះធ្លាប់រកលុយបាន$1000អត់ចង់ឲ្យស្អែកឡើងធ្លាក់សល់500ឬក៏100 200ចូលចិត្តឲ្យអ្វីវាថិតថេរតែតាមពិតលោកហ្នឹងមិនថិតថេរគ្រប់យ៉ាងផ្លាស់ប្ដូររហូតតែភាពមិនថិតថេរគឺធ្វើមនុស្សរីកចម្រើនខ្ញុំមិនដែលបន្ទោសណាស់ខ្ញុំមិនដែលបន្ទោសនៅភាពមិនថិតថេរខ្ញុំមិនដែលតូចចិត្តនៅភាពមិនថិតថេររបស់ខ្ញុំដើរមកដល់ចំណុចត្រង់នេះខ្ញុំមិនដែលស្ដាយក្រោយពួកខ្ញុំដឹងថាគ្រប់យ៉ាងវាមិនអាចដូចដើមអញ្ចឹងអ្វីដែលខ្ញុំទទួលបានបទពិសោធន៍ច្រើនខ្លាំងមែនតើចូលមកក្នុងជីវិតយើងស្គាល់ភាពជូរចត់យើងស្គាល់ភាពផ្អែមល្ហែមយើងស្គាល់ចំណុចដែលខ្ពស់បំផុតនៃជីវិតរបស់យើងតែមកដល់ពេលមួយដែលយើងដើរដល់ចំណុចត្រង់នេះយើងយល់ហ្មងថាគ្រប់យ៉ាងនៅក្នុងโลกនេះមិនថិតថេរហើយនេះខ្ញុំសូមអរគុណនៅភាពមិនថិតថេរដែលឲ្យយើងអាចជួបអ្វីថ្មីមនុស្សយើងមានការផ្លាស់ប្ដូរការគិតគំនិតគ្រប់យ៉ាងមានការផ្លាស់ប្ដូរទាំងគេទាំងយើងបដូរគ្រប់គ្នាបដូរនៅទិសដៅផ្លូវណាវាស្ថិតនៅលើការរើសនិងការសម្រេចចិត្តរបស់មនុស្សម្នាក់ចាតែអ្វីដែលយើងត្រូវសម្របដូចខ្ញុំតែងតែប្រាប់អ្នកទាំងអស់គ្នាយូរហើយជាពិសេសគឺកូនសិស្សច្បាប់ស្រុកទាញយល់ដឹងហើយថាខ្ញុំតែងតែប្រូក្រាមឲ្យខ្លួនឯងដើរទាន់យុគសម័យកាលដើរទាន់គ្រប់យុគសម័យកាលយើងអាចសម្របខ្លួនបានគ្រប់សម័យកាលយើងរីកចម្រើននាគ្រប់សម័យកាលយុគណាសម័យកាលណាយើងរីកចម្រើនទៅតាមយុគសម័យកាលនោះបរិបទសង្គមគេនៅដល់ណាខ្លួនយើងនឹងសម្របសម្រួលបានទៅតាមបរិបទនៃសង្គមខ្ញុំតែងតែប្រូក្រាមអ្នកទាំងអស់គ្នាកុំគិតថាការប្រូក្រាមគ្មានន័យអ្នកទាំងអស់គ្នាកុំគិតថាការប្រូក្រាមគ្រាន់តែជាពាក្យនិយាយអត់ប្រយោជន៍ no ការប្រូក្រាមគឺជាពាក្យដ៏មានន័យហើយមានប្រយោជន៍សំខាន់បំផុតហើយច្បាប់ស្រុកទាញទៅបីដល់យុគ100យុគ20យុគ10យុគ9ទៅយុគ1វិញក៏នៅតែច្បាប់ស្រុកទាញមានតម្លៃលើសត្បូងពេជ្រចរណៃខ្ញុំសូមឲ្យតម្លៃច្បាប់ស្រុកទាញនៅលេខ1ច្បាប់ស្រុកទាញជួយទាំងផ្លូវចិត្តជួយទាំងរងាប់ផ្លូវចិត្តជួយទាំងឲ្យយើងមានអ្វីដែលយើងចង់បានដូចខ្ញុំនិយាយដែរអញ្ចឹងដំណងប្រាថ្នាមិនបាច់ដើរទៅសុំទីណាប្រើច្បាប់ស្រុកទាញយើងទាញតែថាមពលឲ្យត្រូវនឹងយុគ9 everything perfect អនុវត្តច្បាប់ស្រុកទាញបានទៅបីយើងឆុងទៅបីយើងត្រូវយកសម័យកាលក៏យើងឡើងសុំតែពីរហ្នឹងឯងហើយមិនដើរបន់ស្រន់មិនដើរបន់ស្រន់មិនបាច់ដើរបន់ស្រន់អ្នកខ្លះជួបកេតារិស័យគេហៅរិស័យត្រូវយក9តែបើសិនជាយើងគ្មានសតិនៅក្នុងខ្លួនក៏មិនអាចឡើងយក9នឹងបានមានតាសតិបញ្ញាការគិតការពិចារណាសតិបញ្ញាអញ្ចឹងមិនថាយក9នេះលេខ1ឲ្យអួយសមាធិអ្វីដែលត្រូវអនុវត្តខានអត់បានខ្លាំងជាងរំទៀតខ្លាំងជាង energy ទៀតenergy បំពុះខ្លាំងបំពុះខុសផ្លូវទៅជាចង់បានខ្លាំងពេកចង់រំឲ្យវាដល់គោលដៅសមាធិឡើងមកលើព្រោះអីពួកយក9នេះក្តៅវាត្រូវការអ្វីទៅប្រសាបឲ្យមនុស្សមានសតិបញ្ញាឲ្យខ្លាំងបំផុតខ្ញុំជួបឡើងម៉ាននេះឯងតួរិស័យត្រូវដើរត្រូវនឹងយក9ខ្លាំងតែទៅពេលដែលទី1យើងអត់ដឹងរឿងការទាញសត្វម៉ាតុលទី2អត់មានសមាធិក្នុងខ្លួន fail ទាំងអស់ពាក្យថាត្រូវឡើងនៅតាណាឡើងចេញអត់ឡើងចេញអញ្ចឹងអ្វីដែលត្រូវគឺសមាធិសំខាន់ខ្ញុំនៅតែនិយាយពាក្យហ្នឹងដដែលមានបញ្ញាទៅដល់ទីណាក៏អ្នកនៅតែទទួលបានអ្វីល្អទទួលរឿងរ៉ាវល្អឆុងលុយឡើងម៉ែលុយសល់មិននិយាយពាក្យឆុងក៏បានដែរចាតែយើងដោះឆុងកាយឆុងឲ្យគឺអស់ហើយអស់ឆុងមិននិយាយឆុងទៀតទេជុំនិយាយរឿងឆុងយើងធ្វើអីក៏កុំឲ្យលើសយើងជឿលើហុងស៊ុយលេងយើងជឿលើស្អីក៏កុំឲ្យវាលើសអ្វីក៏តែលើសវាអត់ល្អឲ្យសមល្មមគិតថាឆុងកាត់ឆុងហើយកាត់ឆុងហើយចប់ហើយអ្វីដែលសេះសល់សតិបញ្ញាការរកស៊ីធ្វើអស់ហើយគឺមានតែសតិបញ្ញានិងការរកស៊ីដោយពិចារណាមិនប្រមាថមិនលើសមិនអួតអីពេលបានយើងបានទទួលមកយើងមានអំណួតក្នុងខ្លួនយើងក្អេងក្អាងក្នុងខ្លួនយើងគិតថាអូអីកុំអ្វីក៏ដោយវាមិនថិតថេរនិរន្តរ៍ទេអ្វីក៏ដោយមានសតិឲ្យសមល្មមក្នុងខ្លួនរស់ដែលមានសតិកូនរស់ឲ្យមើលទៅតិចលហឹមកុំរស់ដែលភ្លើងក្តៅកគុកចាអ្វីក៏ដោយទោសៈមោហៈការចំណាយគ្នានេះយក9នេះរត់តែកាត់ចំណាយចេញភ្លើងមកគ្នានេះចេញភ្លើងមកមានតែពាក្យថាអបអគេអបអមបានប្លុកចោលបែនចោលតែប៉ុណ្ណឹងរក្សាផ្លូវចិត្តសុខភាពផ្លូវចិត្តខ្លួនឯងសម្លឹងមើលតែឆ្នាំបាយខ្លួនឯងនឹងផ្លូវហើយអ្វីក៏ដោយកុំចាប់លឿនពេកសម័យកាលនេះកុំចាប់លឿនពេកកុំចាប់ច្រើនពេកកុំបន្ទាន់ពេកចាអ្វីដែលបន្ទាន់នឹងមិនហុចផលអូខេអញ្ចឹងថ្ងៃនេះយើងនិយាយពីរឿងការទាញធម៌ពលដើម្បីទទួលបាននៅអភិនិហាអញ្ចឹងខ្ញុំចង់និយាយថារាល់ធម៌ពលទាំងអស់វាត្រូវការ reset មានន័យថាការលុបលាងចោលមនុស្សយើងត្រូវដឹងថាសម្បីតា DNA នៅក្នុងរាងកាយយើងចាអនុ cell កោសិកាក្នុងរាងកាយយើងវាមានការងាប់ទៅបាត់ដុះមកថ្មីចាងាប់ទៅបាត់ដុះមកថ្មីចាវាត្រូវការ reset ដូចគ្នាអញ្ចឹងចិត្តកាយរបស់មនុស្សត្រូវការ reset ដូចគ្នា
ហើយកុំគិតថាអ្វីៗនឹងជួបរឿងដដែលហើយកុំមកចង់ដូចដើមដដែលអត់មានផ្លូវដូចដើមអ្វីក៏ដោយទោះបីនៅអាណិតយើងរុងរឿងប៉ុណ្ណាក៏កុំបាច់ចង់ត្រឡប់ទៅដូចដើមតែឲ្យយើងបោះជំហានទៅមុខថាយើងនឹងរីកជាងមុនបានមានដែរឃើញមនុស្សខ្លះអូមនុស្សលំដាប់សិទ្ធិមហាសិទ្ធិពិភពលោកឡើងមកដល់កម្ពុជាធ្លាក់ទៅវិញដល់បានធ្លាក់ទៅវិញហើយឡើងមកវិញបានទៀតអ្នកខ្លះឡើង4 5ដងធ្លាក់4 5ដងក៏មាននៅស្អីបើសិនជាជីវិតនេះมันវាថាត់ថេគ្មានបានឡើងលើកទី2ហើយក៏គ្មានថ្ងៃធ្លាក់លើកទី3ហើយក៏គ្មានថ្ងៃងាកលើកមកទៅទី4វិញចុងក្រោយនៃជីវិតជួបនូវភាពស្ដុកស្ដម្ភរហូតដល់អស់ជីវិតទៅមនុស្សយើងលើកម្លាំងចិត្តខ្លាំងចាអញ្ចឹងយើងត្រូវតែសម្របខ្លួនឲ្យទៅនឹងបរិបត្តិទោះបីយើងសម្របមិនទាន់បានតែយើងត្រូវតែប្រូក្រាមខ្លួនឯងអូខេតោះខទី1ហ្មង reset តាមពលចាស់ចេញកណ្ដឹងខ្ញុំតែរឿងចាស់ចាស់ទៅកណ្ដឹងខ្ញុំត្រូវចង់កាន់ផងខ្ញុំដូចមានអារម្មណ៍ថាខ្ញុំចង់ប្រឡេងអីចាស់ចាស់ឲ្យចេញទៅច្រើនហ្មងហើយបងប្អូនគិតមើលសូម្បីតែថាចក្រវាលក៏ចាត់ចែង reset អវ៉ាន់ចាស់ចាស់ឲ្យទៅតែយើងអត់បញ្ញាបន្ទាន់ទេអ្វីក៏ដោយអវ៉ាន់ចឹងនៅ stock យើងក៏លក់ទៅយើងប្រម៉ូសិនហើយយើងធ្វើអស់ហើយគឺទុកឲ្យចក្រវាលចាត់ចែងយើងអាចមកអង្គុយដេកភ័យមានមនុស្សមួយចំនួនដេកភ័យខ្លាំងអវ៉ាន់នឹងលក់ចេញទោះបីលក់ថោកប៉ុណ្ណាលក់ចេញឃើញច្បាប់សូទីងធ្វើការគ្រប់ទេសល់អវ៉ាន់ចង់បញ្ចេញអវ៉ាន់ខ្លាំងពេកក៏ហល់កាហែកដេកខ្លាចហើយសម័យយក9នេះតែខ្លាចខ្លាំងកើតឡើងលឿនមែនតែនគុណនឹង5ឥឡូវនេះយក9ជាប់មាត់ចឹងស្អីយក9និយាយតាំងពីឆ្នាំ2024ដល់25និយាយរត់តែខ្លាំងយ៉ាងនេះចាអញ្ចឹងយើងអាចប្រើភាពភ័យខ្លាចបានដូចខ្ញុំចឹងខ្ញុំលក់អវ៉ាន់ខ្ញុំប្រើភាពភ័យខ្លាចទាំងអស់ទៅpromotion discount តែជនដឹងតែមានក្នុងដៃតែយើងកុំអស់ប្រើពេលបន្តិចគេឲ្យយើងទៅជែកកូនអញ្ចឹងមិនថាយក9អ្នកណាក្តៅទៅឈូចេះឆុលខ្ទេចសោះច្បាប់ស្រុកទាញយក9ធ្វើការងារខ្លាំងធ្វើគុណអ្វីដែលជារបស់យើងស្អីយើងទប់លំនឹងឲ្យតែជាប់ចិត្តយើងគ្មានអ្នកណាមកដណ្ដើមពីយើងបានរបស់យើងគង់មានអ្នកជួយប្រហែលស្តុកពួកយើងបានធ្វើអីខុសអូខេទៅលួចយកលាក់យកមកគង់តែបញ្ចេញបងប្អូនឃើញអត់អ្នកលួចលាក់យកមកអ្នកប្រហែលអ្នកដែលលាក់ចិត្តចាអ្វីក៏ដោយច្បាប់ស្រុកទាញនៅតែលេខ1តែគាត់ថាឥឡូវនេះអ្វីដែលយើងធ្វើទៅវាឆាប់ដុតឆាប់ឃើញឆាប់នេះចឹងមិនថារក្សាអំពើល្អសេចក្តីល្អឲ្យបានច្រើនដូចខ្ញុំចឹងខ្ញុំឡៃឡងអវ៉ាន់ចាស់ខ្ញុំមិនដែលខ្វល់មិនដែលភ័យទេចាដោយសារអីអូខេអវ៉ាន់យើងចាំងយើងបានយកចូលមកថ្មីហងអានេះសេចក្តីសុខផ្លូវចិត្តមួយទៅអត់យើងបានភ័យហងថាយើងទៅលួចលាក់យកពីណាពីណីលួចបិទផ្លាក Cambodia ឬក៏លួចបិទផ្លាកMake in Thailand ចោលអីអត់មានឬក៏យកពី Thailand មកយកពី Thailand មកចាហើយដាក់ផ្លាកប្រទេសផ្សេងអី no ចឹងយើងដេកលក់ស្រួលធម្មតាយើងលក់ទៅតាមហ្នឹងទៅលៀងតែជនជួយទិញតាមហ្នឹងទៅសម្បីសប៊ូចាប់ទិញទៅរឿយៗកុំអស់ចឹងមិនថាឲ្យធ្វើអីឲ្យសឹម reset របស់ចាស់បានតែត្រូវប្រើពេលហាមប្រើពេលថាចង់បញ្ញាប់ចង់លឿនអញ្ចឹងយើងនឹងប្រើច្បាប់ស្រុកទីនវគ្គនេះគឺយើងលេងប្រើពាក្យថាចង់បញ្ញាប់ចង់លឿនគឺសូមឲ្យចក្រវាលចាត់ចែងទៅតាមការគួរអញ្ចឹងខទី1នៅអ្វីដែលយើងត្រូវ reset ធម្មពលខទី1គឺយើងត្រូវតែចាប់ផ្ដើមមក program ខ្លួនឯងអ្វីដែលយើងចង់បាននៅពេលនេះអ្វីដែលយើងត្រូវការឲ្យវាកើតឡើងឧបមាថាយើងឥឡូវនេះកំពុងតែផ្ទាល់ឬក៏យើងកំពុងតែចិត្តក្តៅដូចភ្លើងយើងត្រូវ program ហើយខ្ញុំជួបអ្នកក្តៅដូចភ្លើងច្រើនណាស់ចាឥឡូវជាក់វិញអស់ហើយលហំអស់ហើយនេះចាំអស់ហើយនៅលើពពកអស់ហើយឥឡូវពពកពេលយកទេណាជាក់លហំចាដាក់លើត្រជាក់ចាបើយើងកំពុងក្តៅយើងជាមនុស្សឥឡូវយើងសង្កេតមើលខ្លួនឯងខ្ញុំក្តៅស្បាំនៅពេលដែលយើង reset ធម្មពលថ្មីគឺយើងឲ្យយើងចាប់ផ្ដើមដាក់ព័ត៌មានថ្មីខ្លួនឯងយល់អត់ដូចទឹកក្នុងកែវអញ្ចឹងណាទឹកមួយកែវអញ្ចឹងណាទឹកមួយកែវដែលវាមានទឹកខ្មៅឧទាហរណ៍ដូចជំនាន់យើង21ថ្ងៃផ្លាស់ប្ដូរជីវិតទឹកខ្មៅវានៅក្នុងហ្នឹងវាត្រូវចាក់អីចូលពណ៌សទៅវាសចិត្តយើងដូចគ្នាវាកំពុងក្តៅកគុកអញ្ចឹងដាក់ទឹកត្រជាក់ចូលបើយើងមានអារម្មណ៍ថាយើងក្តៅឲ្យយើង program ថាចិត្តខ្ញុំត្រជាក់ដូចទឹកធ្លាក់ពីលើភ្នំបើសិនជាយើងមានអារម្មណ៍ថាយើងដើរមិនទាន់គេនៅសម័យកាលនេះឬយើងកំពុងតែហួសសម័យយើងកំពុងតែដើរមិនទាន់គេនៅសម័យកាលយើងកំពុងតែហួសសម័យឲ្យយើង program ខ្លួនឯងថាដូចខ្ញុំមកវឹកមុនខ្ញុំពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្ញុំខ្លាចខ្ញុំដើរអត់ទាន់សម័យកាលព្រោះពេលខ្លះចិត្តរបស់ខ្ញុំអត់ចង់ទៅធ្វើអ្វីឲ្យដូចសម័យកាលតែគេនឹងឲ្យជាបែបជាយើងអ្នកទាំងអស់គ្នាត្រូវចាំថាដើរឲ្យទាន់សម័យកាលក៏ពិតមែនតែយើងនឹងដើរបែបជាយើងតោះនេះយើងនឹងដើរបែបជាយើងហើយចក្រវាលនឹងចាំរៀនបែបយើងមិនតែបែបទេណាបងប្អូនត្រូវចាំថាអ្វីដែលមិនមែនជាយើងកុំទៅដាច់ខាតដូចខ្ញុំព្យាយាមជំនះនៅអ្វីដែលមិនមែនខ្លួនឯងខ្ញុំប្រឹងជំនះថាខ្ញុំចង់ដើរទាន់សម័យកាលតែខ្ញុំជំនះនៅអ្វីដែលជាមិនមែនជាខ្លួនឯងទាំងខ្ញុំបង្ខំខ្លួនឯងខ្ញុំដូចស្មាតទៅបើសិនជាយើងមានកូនវិញដូចយើងវាយកូនដូចយើងវាយក្មួយដូចយើងវាយឲ្យអូអាស្រ័យប្រចាស់ចុងឲ្យវាយឲ្យទៅកន្លែងដែលយើងចង់ឲ្យទៅខ្ញុំមានអារម្មណ៍ថាខ្ញុំដូចខ្ញុំវាយខ្លួនឯងខ្ញុំវត្តខ្លួនឯងចឹងចាខ្ញុំមានអារម្មណ៍ថាខ្ញុំដូចវាយខ្លួនឯងមកពាត់ពីពាត់ដើម្បីនេះទៅផ្លូវហ្នឹងទៅខ្ញុំដាក់កំហិតខ្ញុំដាក់សម្ពាធខ្លួនឯងខ្លាំងនៅពេលមួយដែលខ្ញុំប្រឡែងខ្ញុំថាអត់ទេចក្រវាលនឹងអ្វីដែលខ្ញុំវាមាន moment មនុស្សយើងដែលយើងមកពិចារណាខ្លួនឯងថាចក្រវាលឲ្យនិយាយទៅយើងប្រាថ្នាតាំងពីរហេមរហាមរហូតដល់មានបានអញ្ចឹងខ្ញុំសូមកំងចក្រវាលថាខ្ញុំសូមបែបជាខ្ញុំមិនសប្បាយចិត្តខ្ញុំមិនពេញចិត្តខ្ញុំមិនធ្វើចក្រវាលនឹងចាត់រៀងអ្វីដែលជាយើងអានេះរឿងពុតគេនឹងឲ្យយើងបែបថ្មី version ថ្មីហើយជា version យើងហើយវាត្រសងទៅនឹងគេវាមិនមែនយើងត្រូវអូយក្លឹក no អ្នកណាក្លឹកប្រឹងសម្បើមណាស់ចង់ដាច់ខ្យល់អ្នកនោះដើរខុសផ្លូវខ្ញុំហ៊ាននិយាយឲ្យ 100% ព្រោះអីអាពេលហ្នឹងយើងធ្លាក់ផ្លូវអាពេលយើងប្រឹងដើរប្រឹងរត់ហ្នឹងព្រោះពាក្យថាចក្រវាលងាយសប្បាយទៅជាក់លហំដូចទឹកធ្លាក់ពីលើពូភ្នំលហំដូចទឹកធ្លាក់ពីលើពូភ្នំឲ្យលហំអញ្ចឹងអ្វីដែលធ្វើឲ្យយើងវាខុសពីខ្លួនយើងមិនពេញចិត្តទេតែយើងប្រឹងបង្ខំខ្លួនឯងសម្បើមណាស់អ្នកទាំងអស់គ្នាត្រូវចាំថាអានេះខុសផ្លូវហើយ
ត្រឡប់មកធ្វើអី program សារជាថ្មីអ្វីដែលយើងចង់ឲ្យកាត់ឡើងអ្វីដែលយើងចង់អូខេចក្រវាលចាត់ចែងឲ្យខ្ញុំដើរតាមសម័យកាលងាយងាយសប្បាយតែប៉ុណ្្នឹងចក្រវាលគេចេះចាត់ចែងមិនស្អើទេយើងមិនប្រឹងស្អើទេគេចេះហើយកុំចេះលើសចក្រវាលហើយអ្នកណាដែលភ្លេចនិយាយដែរចឹងច្បាប់ស្រុកទីវាគ្មានអីលើហ្នឹងភ្លេចកាលណាធ្ងន់ហត់សំពាធឈឺក្បាលវិលមុខចង់លេចចោលឲ្យភ្លេចណាចាប់ឲ្យខួរនេះចង់កញ្ញាញខ្ញុំប្រហែលថ្ងៃខ្ញុំផុសតែខ្ញុំត្រូវការមួយថ្ងៃ60ម៉ោងខ្ញុំរវល់ខ្លាំងតែខ្ញុំសប្បាយចិត្តខ្ញុំនៅចាំ flow ខ្ញុំ2018អូធ្វើការរហូតអត់មានគិតរឿងអីវិជ្ជមានស្អីចូលមកក៏មិនជាបញ្ហាតែកាលហ្នឹងយើងវាវិភាគយើងមនុស្សធម្មតាដែរមិនសូវមានអីគិតឥឡូវនេះវា level ដែលលើសហ្នឹងវាមានអីគួរឲ្យគិតច្រើនតែអត់គិតផងខ្ញុំប្រឹងតែធ្វើការរបស់ខ្ញុំបងប្អូនងាកឃើញអត់ត្រង់ទៅដល់លើខ្ញុំមិនបានធ្វើវល់ធ្វើអីទេផងដល់មកដេកទៀតបាត់ហើយមកស្ទូគេចាត់រៀងមកយ៉ាងស្រួលអ្នកនេះអ្នកនោះស្អីហាបានគ្រប់យ៉ាង perfect តែណខណៈដែលពេលយើងគ្រប់យ៉ាង perfect ហ្នឹងវាអត់បានដូចចិត្តយើងទាំងអស់ទេងាកទៅមនុស្សយើងចង់បានចូលលុយច្រើននេះនោះឯងតែវាអត់ចូលដូចចិត្តទេតែចិត្តយើងសុបាយលើអាលុយចូលទៀតមើលសេដ្ឋីមើលលុយតិចច្រើនសំខាន់សុបាយចិត្ត flow តែមួយកាលនឹង7អ្នករ៉ាលុយចូលមកអត់ដឹងព្រោះពេលហ្នឹងយើងអាចមានលុយប៉ុណ្ណឹងតិចច្រើនយើងដឹងសុបាយចិត្តលុយមកអត់ដឹងហើយក៏មិនដែរមានអារម្មណ៍ថាត្រូវតែអាលុយអីខ្លាំងណាស់ណាអញ្ចឹងពុបប៉ាភ្លេចខ្លួនទឹមអត់ដឹងខ្លួនចាថ្ងៃធម្មពលខ្លាំងមុខឡើងភីងមែនអ្នកដែលកំពុងឡើងខ្លាំងអត់ដែរស្គាល់រឿងលុយទេលុយមកក៏សុបាយចិត្តដែរបើអ្នកណាដែលខួរក្បាលនៅតែលុយធ្លាក់ច្បាប់ស្រូបទាញឡើងខ្លាំងអូខេលុយឡើងតែបើថាខួរក្បាលនឹងលុយខ្លាំងកាលណាធ្លាក់កាលហ្នឹងមកស្ទូលុយកាន់បាត់វាអញ្ចឹងថាច្បាប់ស្រូបទាញវាត្រូវប្រើយុទ្ធសាស្ត្រច្រើនណាស់តែវាគឺជាកំណត់មួយដែលមហាសាលដែលធ្វើឲ្យមនុស្សអាចគេចរួចគ្រប់ស្ថានភាពហើយអ្វីដែលពិសេសជាងនឹងទៀតគឺមនុស្សទៅដោយចិត្តត្រជាក់ទៅដោយធម៌ទៅដោយសេចក្តីល្អទៅដោយភាពត្រជាក់បងប្អូនយល់អត់មនុស្សរកលុយបាននឹងភាពក្តៅក្រហាយនឹងភាពវាថាញ័រសាច់ត្រឹកតែលុយចូលដូចគ្នាហើយនឹងមនុស្សដែលត្រជាក់លុយចូលសំបំណងសិនគ្រប់រឿងវាខុសគ្នាពីហ្នឹងអូខេបើយើងប្រៀបធៀបរឿងលុយវាអាចពេលខ្លះលុយវាមិនស្មើគ្នាទេតែយើងអាចរកទៅញ៉ាំភាពសនុកសុខសប្បាយចិត្តសន្តិភាពផ្លូវចិត្តដែលរីករាយងាកទៅណាក៏សំបំណងងាកទៅណាក៏សោះប្រងអានឹងពិបាករកជីវិតបែបហ្នឹងគេហៅជីវិតដែល perfect ងាកទៅមិនខ្វះហូបមិនខ្វះចុកងាកទៅមិនមានភាពក្តៅក្រហាយងាកទៅមិនមានការចំណាយនឹងទាងាកទៅមិនមានពាក្យថាគួរឲ្យធុញថប់ជីវិតនេះធុញថប់ចាអញ្ចឹងនេះច្បាប់លទ្ធផលច្បាប់ស្រូបទាញអូខេអញ្ចឹងទី1គឺឲ្យយើង reset ផលាំងដល់ reset ធម៌ពលដោយការ program ថ្មីអញ្ចឹងអ្នកណាដែលខ្លួនឯងកំពុងតែធ្លាក់នៅក្នុងរលងអីអន្លង់អីគឺដឹងហើយគួរតែ program បែបម៉េចបើកំពុងក្តៅ program ទៅជាបើកំពុងចង់ program បានហើយទទួលហើយតោះនេះចាកំពុងតែសោកសៅ program ថាសบายរីករាយជាខ្លាំងអូខេមកដល់ខទី2របស់ចាស់មិនចេញអាថ្មីវាមិនចូលអញ្ចឹងកាលណាយើង program ទៅហើយកាលណា program យើងដាក់អាថ្មីចូលមកហើយអាចាស់វាទៅចេញទៅចាអញ្ចឹងយើងបញ្ជូនថាមពលចេញទៅការសមាធិថាអានេះប្រៀបដូចជាយើងបញ្ជូនណាអញ្ចឹងការសមាធិវាមានន័យអីគេទៅពេលយើងអង្គុយសមាធិទៅស្ដាប់ភ្លេងបាត់ហ្នឹងគឺយើងសមាធិតែបាត់ហ្នឹងឯងគឺថាមពលមិនល្អហូរចេញពីរាងកាយយើងអានេះប្រៀបដូចជាភាសាចក្រវាលមួយទៀតចិត្តមកក្តៅត្រជាក់ដល់ក្តៅត្រជាក់ចាំមានចិត្តដល់សែនក្តៅហូរចេញទៅចូលមកវិញនៅចិត្តត្រជាក់ភាពត្រជាក់ចូលមកដល់ហើយយើងមានអារម្មណ៍ពេលសមាធិនេះទទួលដឹងខ្លាំងណាឲ្យយើងមានអារម្មណ៍ថាដូចត្រជាក់ឲ្យយើងមានអារម្មណ៍ថាដូចនៅក្នុងរូងភ្នំមួយដែលមានទឹកត្រជាក់ហឹមមិនត្រជាក់ខ្លាំងពេកមិនធ្វើឲ្យយើងរងាតែរងាក៏បានដែររងាលើហើយចាអញ្ចឹងក៏មានអារម្មណ៍ថាត្រជាក់ជើងត្រជាក់ចិត្តត្រជាក់នៅគៀននឹងដូចយើងពេលយើងក្តៅទៅយើងដើរប៉ះមិនសិនត្រជាក់អញ្ចឹងបើអាចារ្យទៅអត់ថ្មីអត់មកអញ្ចឹងយើងប្រូក្រាមអាចារ្យឲ្យចេញទៅពេលតនេដែលយើងមិនមានសមាធិឲ្យយើងប្រូក្រាមដល់អ្វីដែលយើងចង់ឬយើងនៅពេលដែលយើងនឹកឃើញឬនៅពេលដែលយើងទទួលដឹងថាអារម្មណ៍យើងកំពុងក្តៅឲ្យយើងដាក់ថ្មីចូលតែកំពុងសមាធិហ្នឹងគឺយើងឲ្យយើងបដិញអាចារ្យនឹងចេញមានន័យមានផលបានផលពិតមែនរឿងអីក៏យើងអាចបញ្ជូនចេញបានដែរអាពេលយើងកំពុងសមាធិហ្នឹងមិនមែនមនុស្សយើងអង្គុយ10នាទីគិតរឿងបាន10នាទីវាឆ្វេងឆ្វាយខ្លះយើងត្រឡប់មកទាញមកត្រឡប់រឿងចាស់វិញឲ្យឃើញអាហ្នឹងគឺជាការដែលយើងរៀនមโนរៀន visualize អូតូម៉ាទិក reset ធម្មពលទៅយើងបញ្ជូនចេញទៅហើយយើងប្រាប់ទៅថាធម្មពលហ្នឹងមិនមែនជាខ្ញុំខ្ញុំទទួលស្គាល់ថាតាំងពីចូលយក9មកទៀតណាយក9ទៀតកូនសិស្សបាត់អស់ច្រើនដោយសារភាពក្តៅដុតរោរៀលខ្លាំងរហូតដល់មិនអាចមានសមាធិនៃការមករៀនសូត្របានធ្វើឲ្យមនុស្សសមាធិខ្លីមានន័យថាចិត្តឆាប់ក្តៅលឿនឆាប់ឆេវលឿនជួបច្រើនមែនតើមនុស្សក្តៅលឿនបងប្អូនឃើញយក9តិចប៉ះពីគ្នាគ្មានមនុស្សដែលជាផ្សេងអ្នកបានសមាធិគឺមិនអាចទប់នៅកំហឹងខ្លួនឯងបានមិនអាចទប់នៅអារម្មណ៍បានអញ្ចឹងខ្ញុំទទួលស្គាល់ថាខ្ញុំបាត់កូនសិស្សច្រើនខ្លាំងតែខ្ញុំជឿថាកូនថ្ងៃណាមួយគាត់នឹងត្រឡប់មកវិញនៅ version ណាមួយខ្ញុំជឿចាដោយសារយើងចាប់ដើមឥឡូវនេះខ្ញុំផ្ដោតលើកូនសិស្សរៀងច្រើនដែរខ្ញុំផ្ដោតលើកូនសិស្សច្បាប់ស្រុកទីរៀងច្រើននិយាយថាផ្សាយមេត្តាឬក៏វាថាយើងទទួលដឹងថាអូពួកគាត់ខ្វះអីចន្លោះអីច្រើនអញ្ចឹងនៅពេលដែលយើងទទួលដឹងគាត់នឹងចាប់ដើមមកប្រាប់វិញដោយសារអីយក9វាផ្លាស់ប្ដូរយកទៅវាធ្វើមនុស្សក្តៅអ្នកដែលធ្លាប់តែជានៅយក8យកដីដល់ពេលយក9ក្តៅធ្វើឲ្យមនុស្សរលរៀលឆេះធ្វើឲ្យមនុស្សគ្មានសមាធិខ្លីមានន័យថាឆាប់ខឹងឆាប់ឆេវឆាវខុសធម្មតាទោះបីអ្នកនឹងពីមុនធ្លាប់ច្បាប់ស្រុកទីងុំប៉ុណ្ណាក៏ឆេវបានដែរតោះនេះក៏ឆេវបានដែរដោយសារម៉ែនិយាយត្រូវគ្រូទីខ្លួនឯងក៏ឆេវបានដែរអញ្ចឹងសមាធិរបស់យើងខ្លីតែខ្ញុំសំណាងនៅពេលដែលចូលយក9ខ្ញុំចាប់ដើមបែបជួបបបពិសោធន៍តាមរយៈខ្ញុំមកតោងសមាធិជាប់ធ្វើខ្ញុំទៅចិត្តតាមពិតមនុស្សខ្ញុំក្តៅបងប្អូនខ្ញុំឆេវឆាវ
ពីចំនួនមុនណាអូឆេវសាហាវបងប្អូនឆេវខ្លាំងហ្មងចាឆេវខ្លាំងហ្មងតួអីបោកហ្នឹងខ្ញុំប្រាប់អត់បានទេណាអក្រក់ណាតែដល់ទៅពេលស្រាប់សមាធិវិញខ្លួនអត់ងាយអាហ្នឹងមកទេបងប្អូនអត់ងាយហ្មងអត់ងាយហ្មងមិនងាយទៅកោះយើងបានចាមិនងាយទៅកោះយើងបានមកវិញយើងធ្វើសិនចាស់នេះអស់តោះកំពូលឲ្យស្ដាច់អីចាមកបងប្អូនមានណាខ្លាំងខ្ញុំទេអារឿងហ្នឹងចាអត់មានអារម្មណ៍អាក្រក់ណាគេហៅថាមនុស្សអារម្មណ៍ឆេវឆាវខ្លាំងហើយបញ្ចេញមកក្រៅខ្លាំងហ្នឹងហើយសូមខ្ញុំតិចចិត្តដូចម៉ែដែរកូនប្រូក្រាមខ្ញុំតិចចិត្តដូចទឹកធ្លាក់ពីលើពូភ្នំអញ្ចឹងឥឡូវលេងមានហើយឥឡូវតិចលហឹមហ៎ចាដោយសារអីសមាធិអញ្ចឹងប្រូក្រាមទៅមកច្បាប់ស្រូបទាញមានមិនច្រើនបែអាមិនច្រើនហ្នឹងហើយមិនអនុវត្តស្វ័យទាំងអស់ត្រូវអត់មិនអនុវត្តស្វ័យដកមកស្ងោទាំងអស់ចាលទ្ធផលដែលខំសាងតាំងប្រមាណខ្ទេចខ្ទីដូចខ្ទឹមអូខ្ញុំធ្លាប់ជាសិស្សបកែច្បាប់ស្រូបទាញខ្ញុំធ្លាប់តែម៉ែលើកដល់កំពូលខ្ញុំធ្លាប់តែខ្លាចជាសិស្សគំរូខ្លាចជាគ្រូគេម្ដងតែនៅពេលដែលខ្លួនឯងមិនបានអនុវត្តកាលណាខ្លាចជាកូនទាពេលហ្នឹងពីមុនខ្ញុំសានិយាយអូយខ្លាចជាហងបាក់ស្លាប់ធ្លាក់មកខ្លាចជាអត់ស្លាប់អត់អីខ្លាចជាទាកាបមនុស្សយើងមានពេលហ្នឹងគ្រប់គ្នាចាព្រោះអីច្បាប់ស្រូបទាញអនុវត្តពេលណាដូចញ៉ាំបាយឆ្អែតពេលហ្នឹងញ៉ាំរបស់ឆ្ងាញ់ពេលណាឆ្ងាញ់វត្តពេលហ្នឹងតែញ៉ាំរបស់ល្វីងជូរចត់គឺបានល្វីងជូរចត់ពេលហ្នឹងដូចគ្នាតន់ភ្នែតន់ចិត្តអញ្ចឹងមិនថាត្រូវតែមានអ្វីថ្មីឲ្យអ្នកទាំងអស់គ្នាអនុវត្តឲ្យត្រជាក់ចិត្តហើយអូយមានអារម្មណ៍ថាអូពិភពលោកនេះពិភពកាច់ឈប់ម្ដងទៀតដូចការជំនាន់មុនអូយកុំឲ្យយកដូចជំនាន់មុនបែបថ្មីតោះណាចាអនុវត្តកាលណាស្ញែងកាឈប់អនុវត្តកាលណាស្ញែងកាលហ្នឹងចាស្បៃកាលហ្នឹងចាញ៉ាំល្វីងបានល្វីងភ្លាមលទ្ធផលមកល្វីងជូរចត់ហិតផោមស្អុយផោមហ្នឹងឯងចាចឹងឯងមេនាងធ្លាប់ខ្លាចជាហងហ៎ដល់ពេលហងបាក់ស្លាប់អស់ធ្លាប់មកខ្លាចជាកូនទាអូកាលហ្នឹងគេថាឲ្យមេនាងតាពេលហងណាហងគេហ្នឹងទៅធ្វើចំមកទៅស្ពាយលុយ7000អីទៅស្រុកសៀមចាយលុយណែរោមមុខអ្នកចាយលុយនៅសៀមនេះមេនាងនេះ$7000កាន់លុយទៅធ្វើចំមកខ្ញុំប្រាប់ស្ពាយលុយទាំងកាបូបចាគេដូរលុយស្ពាយទាំងកាបូបទៅចាបងប្រាប់ខ្លួនហ្នឹងហើយមកមើលកញ្ញាហងបាក់ស្លាប់ពីមុនណាឥឡូវគេមានស្លាប់វិញហើយស្ពាយលុយទាំងកាបូបទៅធ្វើចំមកចាធ្លាក់មកអុយតែឥឡូវ2026នេះគេនឹងឡើងខ្លាំងឡើងលើ2018គុណនឹង2ចាំតែមើលខ្ញុំព្យាករឲ្យអត់ទាព្យាករពីអ្នកនេះបងប្អូនមិនធម្មតាទេណាចាអញ្ចឹងបានគេថាអ្វីក៏ដោយបើវាមកលឿនពេកវាទៅក៏លឿននៅពេលយើងទប់លំនឹងអត់ទាន់អញ្ចឹងបងប្អូនចំណាំមើលមនុស្សដែលអត់ធ្លាប់មានលុយនៅសុកទុបប៉ាប់ភ្លិបមានលុយចូលមកបែបភ្នែកបន្ទោលអ្នកនោះបើសិនជាគ្មានសតិបញ្ញាគ្រប់គ្រាន់ទេទុកលុយនឹងអត់សល់ចាប់លុយអត់ជាប់ព្រោះអីយើងអត់ទាន់មានគេហៅថាចរិតនិស្ស័យនៃការទុកលុយមានរបៀបយើងអត់ចេះចាត់ចែងលុយអញ្ចឹងលុយនោះក៏អស់ហលីងចំនួនច្បាប់ស្រូបទាញ2018 19ម្នាក់លឿនខ្លាំងពេកមានមនុស្សតិចណាស់ដែលទុកលុយសល់រួមទាំងបងប្អូនខ្ញុំក៏មានចំណែកនៅក្នុងហ្នឹងដែរអ្នកគ្រូរងណាលុយចូលនឹងខ្សែទាំងរៀនបងប្អូនចង់បញ្ចប់មកកុំយើងលើកស្ទួយកុំយើងជួយស្មាត់ទៅនឹងជីវិតដល់បាត់ណាខ្ញុំនិយាយមែនណាយ៉ាប់ជាងអ្នកមួយចំនួនដែលថាធ្លាក់ខ្លួនហ្នឹងទៀតណាហើយរកបានជាងគេជាងឯងចារកបានជាងគេជាងឯងមានលុយទាំងខ្សែទាំងរៀនចាយដូចផ្ទះអត់ចេះចាប់ចាយលុយមកសន្ទុះលុយនឹងតអស់ហលីងហើយធ្លាក់ខ្លួនមិនធ្លាក់ធម្មតាធ្លាក់ខ្លួនស្មាត់ទៅបើកុំមានបងជួយមិនដឹងថាទៅដល់បាត់ដល់ណានិយាយមែនណាអត់ដឹងទៅដល់បាត់ដល់ណាអត់ដឹងទៅដល់បាត់ដល់ណាតែដោយសារបងស្រីអ្នកយឹកយងហើយក៏ជាបទពិសោធន៍ឲ្យគាត់យល់ពីខ្លួនឯងមានឱកាសម្ដងទៀតតើអ្នកនឹងធ្វើចរិតបែបម៉េចតែកុំបោះបង់ឱកាសមនុស្សយើងធ្លាប់ឡើងហើយកុំគិតថាខ្លួនឯងនឹងគ្មានថ្ងៃត្រឡប់មកខ្លាចជាហងម្ដងទៀតយើងអ្វីមិនល្អយើងតម្លាក់ចោលហើយយើងប្រូក្រាមធម្មតាមនុស្សយើងតែធ្លាប់បាក់ប៉ុណ្ណឹងហើយបន្ទោសខ្លួនឯងស្ដីខ្លួនឯងថាខ្លួនឯងភ្លេចអតីតមិនបានឡើងអត់រួចអញ្ចឹងបានគេឲ្យយើង reset ធម៌ពលថ្មីចាខទី2ខ្ញុំគឺជាធម៌ពលរបស់ខ្លួនឯងណែចាខ្ញុំគឺជាធម៌ពលរបស់ខ្លួនឯងចឹងមានន័យថាទៅបីរាល់កំហុសខុសឆ្គងឬរាល់អ្វីដែលយើងធ្លាប់ធ្វើទៅវាលឹះលួសក៏យើងត្រូវតែត្រឡប់មកឲ្យធម៌ពលខ្លួនឯងវិញថាយើងគឺជាមេធម៌ពលដែលអាចសាងមេភ្លើងមកបានវិញយើងខ្លាចជាហងធ្លាក់មកខ្លាចជាទាក៏យើងអាចនៅស្លាប់ខ្លាចជាហងឡើងទៅវិញដែរយើងត្រូវមើលរំលងអ្វីដែលវាអាចទៅរួចពីរូបសត្វទៀតរហូតដល់ហោះបានខ្លាចជាហងខ្លាចជាត្រីមើលឃើញថាការត្រីវិញកើតហងវិញទាំងរាល់ថ្ងៃសភាពកូនទាឥឡូវស្អាតណាស់អរគុណសម្រាប់បេះដូងអញ្ចឹងមកគេថាមនុស្សដែលយើងជាមនុស្សដែលស្គាល់នៅច្បាប់កំណត់ពិភពលោកអ្វីដែលអាចទៅរួចគ្រប់យ៉ាងគឺយើងត្រូវតែមើលឲ្យឃើញរំលងនៅថ្ងៃបច្ចុប្បន្នដែលវាមិនស្រស់ស្អាតអ្នកច្បាប់ស្រូបទាញមិនអាចមើលរំលងបច្ចុប្បន្នបានទៅមិនអាចមានគោលដៅធំបានហើយគោលដៅធំនឹងបាច់បញ្ញាទេដល់ពេលវេលាចក្រវាលគេចេះចាត់ចែងយើងមិនចាំហត់នឿយទៅប្រឹងរកផ្លូវទេគេចេះរកដាក់ពុកដល់មកផ្ទះកូនឯងមកកូនទាខ្លាចជានៀកបាននិយាយមែនឲ្យតែឃើញខ្លួនឯងនៀកបានអានេះយើងនិយាយភាសាឲ្យស្រួលស្ដាប់អញ្ចឹងយើងប្រៀបប្រដូចទេកូនទាចង់ខ្លាចជាអីអញ្ចឹងបើសិនជាយើងមិនយល់ពីតម្លៃខ្លួនឯងថាយើងអាចសាងខ្លួនឯងបានផងគ្មានអ្នកណាគេមកជួយសាងយើងគ្មានអ្នកណាគេមកលើកទឹកចិត្តយើងបានទេមនុស្សយើងកុំចាំគេលើកគ្មានអ្នកណាមកលើកកម្លាំងទឹកចិត្តយើងបានរហូតទេហើយមនុស្សដែលអ្នកដទៃនិយាយលើកទឹកចិត្តបានហើយក៏គេបបាក់បានខ្លាំងដូចគ្នាបើយើងជាមនុស្សដែលរឹងមាំតែខ្លួនឯងចេះឲ្យខាងពលខ្លួនឯងទោះបីអ្នកដទៃមិនលើកក៏យើងលើកខ្លួនឯងបានអ្នកដទៃមកបំបាក់យើងអត់បាក់អ្នកដទៃមកបំបាក់យើងអត់បាក់ទេយើងអត់បាក់ស្បាតយើងអត់មានយកពាក្យគេមកញ៉ាំមកជន់ខ្លួនឯងអញ្ចឹងបានគេថាឲ្យយើងមនោឃើញខ្លួនឯងជោគជ័យនៅអ្វីដែលយើងចង់អញ្ចឹងគឺយើងប្រើច្បាប់ស្រូបទាញនៃការ visualization ក៏ដូចជាការមនោឃើញរូបភាពខ្លួនឯងមានជីវិតថ្មី
ខ្លួនឯងជាទីអីខ្លាចជាហងឬក៏ខ្លាចជាអន្ត្រីឬក៏ខ្លាចជាមយូរ៉ាឬក៏ខ្លាចជានាគកូននាគអីនាគខៀវនាគហោនាគសនាគមាសនិយមមិនអីមានទាំងអស់តែបើសិនថាអូខ្ញុំទីឥឡូវខ្ញុំទីកុកដើរកើមកាប់នៅក្នុងស្រែពងជូកហ្នឹង no ថាពលលេងមានហើយអញ្ចឹងយើងជាមេភ្លើងដែលយើងអាចអត់ភ្លើងអ្វីវានឹងចាញ់ភ្លើងហ្នឹងតែសួរថាយើងនឹងអត់ឬអត់យើងនឹងផ្ដោតពលឺឲ្យខ្លួនឯងឬអត់បើយកផ្ដោតពលឺខ្លួនឯងទេយើងនឹងងឹតរហូតហើយបើយើងចាំពលឺពីអ្នកដទៃចាំទៅតើអ្នកណានឹងមកឲ្យពលឺយើងអញ្ចឹងមិនថាមនុស្សគ្រប់រូបខ្លួនយើងជាទីតាំងខ្លួនយើងជាទីតាំងគ្មានអ្នកណាដែលអាចលើកខ្លួនយើងបានខ្លាំងជាងខ្លួនយើងមាន mastermind យើងមានច្បាប់ស្រុកទីយើងមានគ្រូច្បាប់ស្រុកទីតែខ្លួនយើងនៅតែជាទីតាំងមេបណ្ដុំធម្មពលខទី3រលកធម្មពលថ្មីមេដែលឆប់បែបអភិនិហាធ្វើបានលុះត្រាតែគេឲ្យយើង workshop មួយ workshop ហៅធម្មពលខ្លួនឯងត្រឡប់មកវិញឧទាហរណ៍យើងធ្លាប់បងចិត្តឲ្យអ្នកណាម្នាក់យើងធ្លាប់ខកបំណងជាមួយអ្នកណាម្នាក់យើងធ្លាប់មានការខកចិត្តខកបំណងជាមួយអ្នកណាយើងធ្លាប់ឲ្យក្តីស្រឡាញ់អ្វីមួយទៅអ្នកណាម្នាក់បើសិនជាយើងចង់ធ្វើបានធម្មពលគេថាមនុស្សយើងបើសិនជាយើងផ្ដល់ក្តីស្រឡាញ់ឲ្យអ្នកណាខ្លាំងពេកលើខ្លួនឯងយើងនឹងបាត់ធម្មពលពីក្នុងខ្លួនយើងអញ្ចឹងខ្ញុំតែនិយាយថាការស្រឡាញ់យើងស្រឡាញ់កុំឲ្យលើខ្លួនឯងតែខ្ញុំភាគច្រើនខ្ញុំរៀងលើសខ្ញុំតែរៀងស្រឡាញ់ខ្ញុំរៀងងប់ខ្ញុំព្យាយាមស្វះស្វែងរកប្រយោជន៍ឲ្យគេគ្រប់គ្នាធ្វើឲ្យយើងបាត់ធម្មពលគ្រប់គ្នាទាំងអស់កុំស្រឡាញ់អ្នកណាលើខ្លួនឯងកុំស្រឡាញ់អ្នកណាលើសខ្លាំងពេកឲ្យសមល្មមមិនប៉ះពាល់ដល់ផ្លូវចិត្តផ្លូវអារម្មណ៍យើងចាមិនប៉ះពាល់ដល់ផ្លូវចិត្តផ្លូវអារម្មណ៍យើងអញ្ចឹងបើសិនជាយើងធ្លាប់ឆ្លងខ្ញុំជឿថាម្នាក់តែតែមានការឲ្យការជឿទុកចិត្តអ្នកណារហូតដល់គេក្បត់យើងឲ្យក្តីស្រឡាញ់រហូតលើខ្លួនយើងរហូតដល់វាមានតម្លៃស្អីអ្នកទាំងអស់គ្នាខ្ញុំជឿថាអ្នកណាម្នាក់ក៏ធ្លាប់ជួបនៅរឿងណាមួយអញ្ចឹង workshop មួយនេះគឺគេឲ្យយើងយកថ្ងៃ15កើតយើងសម្លឹងតែច័ន្ទយើងសុំក្តីស្រឡាញ់ឬសុំទំនុកចិត្តឬសុំការខកទាំងប្រមាណត្រឡប់មកខ្លួនយើងវិញសុំឲ្យធម៌ពលទាំងអស់ត្រឡប់មកខ្លួនខ្ញុំវិញរាល់ការស្រឡាញ់រាល់ការជឿទុកចិត្តដែលខកដែលបងចិត្តទាំងប្រមាណសុំឲ្យត្រឡប់ចូលមកខ្លួនយើងវិញសុំឲ្យខ្ញុំមានធម៌ពលមានកម្លាំងដូចដើមសូមឲ្យធម៌ពលឬអ្វីដែលវាបាត់បង់ពីអារម្មណ៍អានឹងគឺតាក់ទងដល់អារម្មណ៍សូមឲ្យវាត្រឡប់ចូលក្នុងខ្លួនយើងវិញឲ្យពេញបរិបូរណ៍ខ្លួនឯងធ្វើតាបានហើយតែប្រហែលថ្ងៃខ្លួនឯងមានអារម្មណ៍ធូរស្រាលហើយខ្លួនឯងមានអារម្មណ៍ថាប្រឡេងបាននៅអ្វីដែលយើងប្រឡេងអត់បានយើងមានអារម្មណ៍ថាយើងធូរស្រាលយើងមានអារម្មណ៍ដឹងហ្មងថាខ្លួនយើងមានកម្លាំងចិត្តឡើងវិញដូចជារៀងមានអារម្មណ៍ថាមានធម៌ពលជាងមុនព្រោះអ្នកដែលជួបរឿងហ្នឹងតែតែមានអារម្មណ៍ថាអញ្ចឹងចុះស្ដាយក្រោយឬក៏ស្អីអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងបាន workshop រឿងហ្នឹងហើយអ្នកទាំងអស់គ្នាដូចមានអារម្មណ៍ថាចុំយើងធ្លាប់តែមានអារម្មណ៍ថាបាត់ធម៌ពលពីក្នុងខ្លួនធម៌ពលក្នុងខ្លួនយើងដែលដូចវាបាត់អីមួយយ៉ាងដូចវាស្រសេះរសល់អ្វីមួយយ៉ាងវាត្រឡប់មកពេញវិញអញ្ចឹងអ្នកទាំងអស់គ្នាលើធ្វើនៅថ្ងៃយប់15កើតសម្លឹងមើលព្រះច័ន្ទខ្ញុំជឿថាអ្នកខ្លះអាចនឹងក្តុកក្តួលអ្នកខ្លះអាចនឹងមានការហូរទឹកភ្នែកអីក៏ថាបានព្រោះមនុស្សម្នាក់ជួបរឿងរ៉ាវខុសៗគ្នាតែវានិយមន័យវាមិនខុសគ្នាអញ្ចឹងនេះគេហៅថាការដែលទាមទារធម៌ពលត្រឡប់មកឲ្យខ្លួនយើងវិញការដែលយើងហៅធម៌ពលដែលវាបងទៅទាំងប្រមាណឲ្យត្រឡប់ចូលខ្លួនហើយចូលអ្នកចាំទុកថាអ្វីក៏ដោយកុំឲ្យលើខ្លួនយើងទើបយើងអត់មានការបងចិត្តទៅថ្ងៃក្រោយយើងនឹងមិនបងចិត្តយើងនឹងមិនខកចិត្តយើងនឹងមិនខកបំណងបងប្អូនពាក្យថាខកបំណងវាស្ដាប់មើលទៅវាស្រាលតែនៅពេលដែលមនុស្សជួបពិតបាត់ដឹងថាពេលខ្លះចិត្តកាយរបស់យើងដកអារម្មណ៍នៅទីហ្នឹងធម៌ពលយើងបាត់យើងអាចបំពេញការងារបានពេញលេញណាសមាធិយើងអត់មូលទេណាចាសមាធិអត់មូលទេអញ្ចឹងសុំថ្ងៃ15កើតគឺបំពេញទៅធ្វើទៅវាជារបស់ដែលមើលវាថាគេហៅថាចាប់មិនបានតែអ្នកធ្វើទៅអ្នកនឹងទទួលបានផលមកវិញគឺជាប្រភេទពពួកធម៌ពលដែលយើងមើលអត់ឃើញតែយើងទទួលដឹងដោយអារម្មណ៍តោះនេះមើលអត់ឃើញតែទទួលដឹងដោយអារម្មណ៍មើលឃើញតែអារម្មណ៍ទទួលដឹងចាខ្ញុំជឿថាមានមនុស្សជាច្រើនដែលគាត់ជួបមិនខ្វះមនុស្សយើងអ្នកណាធ្លាប់ជួបទេចាហើយអហោសិកម្មមានតែពាក្យអហោសិកម្មកុំចង់ពីចង់កម្មជាមួយអ្នកណាអហោសិកម្មទៅចាសូមឲ្យគេបានសុខទៅយើងមិនបាច់ទៅចង់គំនុំគុំគួនខឹងអីអ្នកណាទេបើយើងកាន់តែខឹងបាត់ធម៌ពលកាន់តែខ្លាំងលត់ខ្លួនឯងកាន់តែខ្លាំងអ្វីដែលអាចធ្វើបានគឺអហោសិកម្មបន្ទាប់ពីនឹងមកអ្នកទាំងអស់គ្នានឹងធូរស្រាលក្នុងអារម្មណ៍អ្នកទាំងអស់គ្នានឹងមើលទៅខ្លួនមានអរ៉ាជាងមុនលេងបាក់ត្រុតត្រោមលេងគេហៅថាក្នុងចិត្តដូចយើងវាបានបំពេញអីមួយដែលវាត្រឡប់មកពេញវិញដែលវាលេងចន្លោះលេងបាត់សាទាំងអស់គ្នាតិចច្រើនកុំធ្លាប់ជួបចាតិចច្រើនកុំធ្លាប់ជួបចាតិចច្រើនកុំធ្លាប់ជួបចា